ថ្ងៃនេះបន្ទាប់ពីចេញធ្វើការមកបងប្អូនមកប្រហែលជា6តែវានៅរៀងភ្លឺអញ្ចឹងក៏នាំប្រពន្ធដើរមើលក្នុងដប់ចេកនេះបងប្អូនគីឡូមានដើមផ្ទីមានអីដុះអញ្ចឹងណាដោយសារយើងដឹងស្រាប់ហើយបងប្អូនអើយពួកខ្ញុំតែដាច់លុយដាច់ស្បៀងគឺដើររកផ្ទីរកតកួនអីបេះដើម្បីយកទៅត្រឡប់ខ្លាញ់ឬក៏ឆាជាមួយមីជាមួយអីអញ្ចឹងទៅហើយក៏មានបងប្អូនយើងមកបេះគួរបេះតកួនបេះអីដែលគាត់ត្រូវការដែរអញ្ចឹងណាបងប្អូនហើយកន្លែងដុះតកួនដុះអីច្រើនមែនតើហើយថ្ងៃនេះក៏បាននាំប្រពន្ធដើរបេះផ្ទីបងប្អូនដើរមើលផ្ទីដើម្បីយកទៅឆាអញ្ចឹងណាតែនឹងបានអត់ទេព្រោះវាអត់មានភ្លៀងហើយមេឃរាំងទៅអាផ្ទីហ្នឹងវាដឹងមិនទៅជាចាស់អស់អញ្ចឹងណាមានផ្កាមានអីចង់ចេញក្របចេញអីទៀតហើយបងប្អូនហើយខ្លះទូចទេប៉ុន្តែឡើងចាស់ហ្មងដើមវាឡើងរឹងហ្មងអត់ដឹងមិនដែរហើយកន្លែងនេះខ្ញុំក៏បានថតលេងអីចឹងទៅគាត់រត់ពួនអៀនកាមេរ៉ាមិនដឹងអាម៉េចថតប្រហែលវីដេអូអីថ្ងៃណាអារម្មណ៍គេល្អទៅគេអត់អៀនចឹងទៅថ្ងៃណាអារម្មណ៍គេអត់ល្អទៅធ្វើដូចខ្លាចកាមេរ៉ាដូចអីចឹងណាខ្ញុំអត់យល់ទេបងប្អូនអើយដល់ពេលចឹងហើយកន្លែងហ្នឹងគាត់ដើរវែកមើលថាមានអត់សួរខ្ញុំអីចឹងឲ្យជួយរកមើលតែខ្ញុំឥឡូវដើរកាន់កាមេរ៉ាថតហើយកន្លែងនេះខ្ញុំញ៉ោះគាត់លេងទៅបេះអាពេញប៉ោះស្រោមយកមកចុចកណ្ដាលក្បាលឬស្គាល់តែផេះគឺថាអូយហើយគាត់គួយបេះតកួនបេះអីដំបូងគាត់គួយបេះតកួនទេហើយខ្ញុំក៏អំបួរទៅហៅបេះផ្ទីវិញតកួនអត់ហូបទេចង់ហូបផ្ទីប៉ុន្តែលទ្ធផលចុងក្រោយបេះបានបន្តិចបងប្អូនផ្ទីដើរខ្សែសមមុំទៅបានតាមជាងនេះអាជាងគេខាន់តាមដីវាលហ្នឹងហាដីវាលហ្នឹងកាលមុនព្រៃញុកដែលខ្ញុំអាសាថតវីដេអូឲ្យបងប្អូនមើលហ្នឹងឥឡូវគេចាក់គ្រោះចាក់អីទៅវាល្វឹងហើយក៏អត់សូវដុះព្រៃដែរដោយសារគេកាលមុនហ្នឹងគេចាក់រៀបចំដាក់ concert ដាក់អីជួលអីចឹងណាប៉ុន្តែលទ្ធផលចុងក្រោយគឺអត់បានសម្រេចទុកចោលដែរហើយក៏មានដុះតកួនដុះផ្ទីដុះអីចឹងពេញហ្នឹងវិញចឹងទៅហើយក៏មិនសូវសវោដូចការពីមិនតាន់ចាក់ថ្មរៀបចំអីដែរដោយសារវាសុទ្ធតែថ្មអញ្ចឹងវាដុះតែគៀនខំដើមកងោកដើមអីដែលគេទុំយកមកដាំរៀបចំអញ្ចឹងណាបងប្អូនហើយកន្លែងហ្នឹងគឺខ្ញុំបាននេះអាដើមផ្កានេះវាច្រឡំជាមួយផ្ទីដែរខ្ញុំប្រាប់ប្រពន្ធខ្ញុំថាប្រយ័ត្នបេះច្រឡំព្រោះថ្ងៃមុនដាក់ទៅដូចជារៀកដល់ហើយសង្ស័យច្រឡំអាដើមហ្នឹងហើយច្រឡំថាផ្ទីអញ្ចឹងព្រោះអាដើមផ្កាស្អីគេហ្នឹងមិនសូវអត់ស្គាល់ទេបងប្អូនហើយគាត់ក៏បាននៅវែកមើលអញ្ចឹងទៅហើយខ្ញុំក៏ចេះតែលួចថតគាត់ពីនេះពីខាងឆ្វេងពីមុខពីក្រោយអញ្ចឹងទៅដើម្បីបានវីដេអូឲ្យបងប្អូនទស្សនាអញ្ចឹងណាហើយវីដេអូយើងក៏មានប៉ុណ្្នឹងដែរបងប្អូនអើយបាយជម្រាបលាបេះផ្ទះបានទេ